នេះជាវិធីបង្កើតគណនី Microsoft ដើម្បីយកទៅលេង Minecraft Server ឬក៏ ROM អញ្ចឹងទៅជាដំបូងឡើយអ្នកគ្នាចូលមក microsoft.com មកដល់កន្លែងនេះអ្នកគ្នាចុចខាងលើមកដើម្បី sign in ចឹងបើសិនជាយើងអត់មាន account ទេអ្នកគ្នាចុចទៅខាងក្រោមនេះមក create an account ហើយកន្លែងនេះគឺយើងដាក់ Gmail ដែលយើងមកបង្កើតជាមួយនឹង Google យកមកដាក់កន្លែងហ្នឹងទៅហើយយើងចុច next បន្តមកទៀតយើងត្រូវ verify ជាមួយនឹងលេខកូដដែលគេផ្ញើទៅ email ដែលយើងបានដាក់មិញហ្នឹងអ្នកគ្នាចូលទៅកម្មវិធី email លើទូរស័ព្ទក៏បានឬក៏លើ computer ក៏បានដើម្បីយកលេខកូដមកដាក់កន្លែងនេះនៅពេលដែលយើង enter លេខកូដ6ខ្ទង់នឹងត្រឹមត្រូវគឺគេនឹងនាំយើងមកដល់កន្លែងនេះមួយទៀតមកដល់កន្លែងនេះគឺយើងត្រូវដាក់ប្រទេសឬក៏តំបន់ដែលយើងនៅគឺយើងដាក់ Cambodia ទៅកន្លែងថ្ងៃខែឆ្នាំកំណើតនេះទាំងអស់គ្នាដាក់មិនក៏បានដែរប៉ុន្តែអ្វីដែលសំខាន់នោះគឺថាដាក់អាយុឲ្យលើស18ឆ្នាំបើយើងដាក់អាយុតិចជាង8-10ឆ្នាំគឺយើងចូលលេង server ឬក៏ ROM អត់បានទេអូខេមកដល់កន្លែងនេះគឺយើង enter ជាមួយនឹងឈ្មោះរបស់យើងឈ្មោះនេះមិនមែនឈ្មោះ Minecraft ណាគឺជាឈ្មោះ account Microsoft របស់យើងអូខេមកដល់កន្លែងនេះគឺជាកន្លែងដែលយើងត្រូវ verify ថាយើងមិនមែនជា bot កន្លែងហ្នឹងវាមិនសូវពិបាកទេអ្នកគ្នាចុចតាមហ្នឹងទៅហើយអាកន្លែងនេះគឺថាយើងត្រូវសេរីអានេះអាឡាននេះប៉ុន្តែវាមានរូបផ្សេងជាងហ្នឹងទៀតយើងសេរីឲ្យវាត្រូវជាមួយនឹងអាទិសដែលវាឆ្អល់ដៃហ្នឹងទៅគឺយើងអាច verify បានទេអញ្ចឹងយើងដាក់អញ្ចឹងឲ្យគ្រប់5ដងទៅអានេះវាមានរូបផ្សេងទៀតវាមិនមែនមានតែរូបឡានទេឥឡូវយើងអាចបង្កើត account Microsoft បានហើយតែប៉ុណ្ណឹងអ្នកគ្នាអាចយកវាទៅ connect ជាមួយនឹង Xbox app ក៏បានដែរឥឡូវខ្ញុំចូលមកលើទូរស័ព្ទយើងយក Xbox app ហើយមកដល់កន្លែងនេះយើងចុចពាក្យថា sign in ទៅបើសិនជាយើងមាន account រួចរាល់ហើយខ្ញុំចុចបូកវាទៀតទៅហើយយើងដាក់ជាមួយនឹង email ដែលយើងបានបង្កើតជាមួយនឹង account Microsoft មុនហ្នឹងយកវាមកដាក់កន្លែងហ្នឹងហើយចុច next ទៅកន្លែង send code នេះដោយសារតែយើងទៅតែចូលលើទូរស័ព្ទលើកដំបូងអញ្ចឹងវាត្រូវផ្ញើកូដទៅ Gmail របស់យើងហើយអញ្ចឹងអ្នកគ្នាអាចចូល email ដើម្បីយកលេខកូដមកដាក់កន្លែងហ្នឹងទៅកន្លែងនេះចុច skip ក៏បានដែរវាមានអីទេកន្លែងនោះគាត់តែយើងប្រើលេខកូដដើម្បីចូលវាលើក្រោយហ្នឹងមកដល់កន្លែងនេះគឺជាកន្លែងដែលយើងត្រូវដាក់ឈ្មោះសម្រាប់ Minecraft account របស់យើងនៅពេលដែលយើងចូលលេង server ឬក៏ ROM ហ្នឹងអញ្ចឹងអ្នកនរលុបឈ្មោះហ្នឹងមកបើសិនជាយើងអត់ពេញចិត្តអាឈ្មោះហ្នឹងអញ្ចឹងដាក់ឈ្មោះទៅខ្លួនឯងទៅឧទាហរណ៍ខ្ញុំដាក់ឈ្មោះ Pro Visa ទៅទេអញ្ចឹងគឺវានឹងបន្ថែមជាមួយនឹងអាលេខនៅចុងឈ្មោះរបស់យើងហ្នឹងបើសិនជាយើងដាក់ឈ្មោះទៅទេអានេះខ្ញុំដាក់ដូចទៅនឹង account ផ្សេងរបស់ខ្ញុំគឺវាបន្ថែមជាមួយនឹងកតុយនៅខាងក្រោយនេះនិយាយទៅវាឲ្យយើងដាក់ឈ្មោះដូចទៅនឹង account របស់នរណាគេម្នាក់ទេបន្ទាប់ពីយើងដាក់ឈ្មោះហើយយើងអាចចុចពាក្យ save and continue បានហើយបន្តមកគឺគេនឹងនាំយើងមកដល់ Xbox app ហើយនេះគឺជាឈ្មោះសម្រាប់ Minecraft របស់យើងមានជាមួយនឹង achievementនៅពេលអ្នកគ្នាចូលដល់ Minecraft ហើយចុចពាក្យទៅ sign in ទៅនៅលើ Android ឬក៏ iOS ហ្នឹងគឺដូចតែគ្នាទេហើយយើង sign in ជាមួយ account ដែលយើងបានបង្កើតមុនហ្នឹងឬក៏បង្កើតពេលណាក៏ដោយអ្នកគ្នាយកមកដាក់កន្លែងនេះក៏បានដែរហើយនេះគឺជាឈ្មោះរបស់ខ្ញុំ Pro Visa 12 ប៉ែហ្នឹងហើយយើងចុច let's go អូខេឥឡូវឃើញថាយើងបាន connect ជាមួយនឹង account Microsoft សម្រាប់ Minecraft របស់យើងហើយបើសិនអ្នកគ្នាចង់ចូលលេង server យើងចុចពាក្យថា play ទៅហើយកន្លែងនេះអ្នកគ្នាមិនបាច់បារម្ភទេដោយសារតែវាត្រូវការ connect Wi-Fi ដើម្បីចូលលេង serverចឹងអ្នកគ្នាចូលមកកន្លែង setting មកចឹងអ្នកគ្នាចុចកន្លែងនេះ allow mobile data for online play ហ្នឹងយើងចុចបើកអាកន្លែងហ្នឹងមកដើម្បីចូលលេង server ដែលប្រើជាមួយនឹង internet sim របស់យើងចឹងតែប៉ុណ្ណឹងអ្នកគ្នាអាចចូលលេង server លេងទៅហើយក៏បានឬក៏លេង Cubra លេង server ណាក៏បានដែរអ្នកគ្នាមាន IP មានអីហ្នឹងគឺអាចចូលលេងបានហើយចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសំខាន់ដាក់អាយុឲ្យលើ18ឆ្នាំដើម្បីចូលលេង server